មែនតែនទៅតាំងពីបើកលក់ដូររកស៊ីមកគឺមានរឿងកំ pl ែងជាច្រើនណាប៉ុន្តែខ្ញុំអត់សូវចេះនិយាយកំ pl ែងទេនិយាយធម្មតាប៉ុន្តែបងប្អូនគិតថាកំ pl ែងនេះអាចគិតគូរលៃលកតាមនឹងទៅរឿងទី1ហ្នឹងគឺអញ្ចឹងពេលខ្លះគេអត់មានតម្រូវការមកទិញនៅកន្លែងយើងទេធ្វើមិនបើចាំបាច់ទៅហើយទិញ1500ក្តីដើម្បីបំបាច់លុយរីនឹងឯងហើយយើងពេលខ្លះគិតថាព្រលឹមឡើងក៏យើងត្រូវតែរស់រោធ្វើមិនអាប់លុយអីគេអីអញ្ចឹងណាបងប្អូនទាំងគ្នាពេលខ្លះវាមិនមែនជាលុយធំអីណាទេប៉ុន្តែធ្វើមិនគេទិញមកល្មមទេហើយគេចង់បំបាច់លុយបំបាច់អីចឹងទៅអាហ្នឹងមួយចឹងទៅហើយអាហ្នឹងមួយហើយយើងអស់លេរីមកវគ្គណាមកវគ្គទៀតគឺសិតតែលុយនឹងជាប់គ្នាហ្មងនិយាយមែនណាឧទាហរណ៍ថ្ងៃហ្នឹងពេលព្រលឹមឡើងគេមកលុយធំខ្ញុំនិយាយមែនគឺលុយធំហ្នឹងមករហូតហ្មងចាំតែអាប់អីគេជាក់ស្ដែងគឺបងប្អូនទាំងគ្នាដែលធ្លាប់ជួបគឺអាចខមមិននៅក្នុងនឹងបានពួកខ្ញុំញឹកញយខ្លាំងមែនតើឥឡូវនេះគឺថាកំពុងតែដើរបោកផ្សារទិញនេះទិញនោះដើម្បីមកលក់អញ្ចឹងណាពួកហងៃហ្នឹងមានសាំងវិចគៀបចឹងទៅមានទាំងពេទ្យជាមានទាំងនំនៃអីផ្សេងច្រើនដែលយើងអាចលៃលោកលក់ឲ្យបងប្អូនទាំងគ្នាបានទាំងពេទ្យជាបានទាំងអាហារញ៉ាំអីចឹងណាហើយខ្ញុំទៅផ្សារនេះក៏វាជាទម្លាប់របស់ខ្ញុំទៅហើយគឺទៅជាប្រចាំថ្ងៃតែម្ដងហើយខ្លាំងក៏ទៅថ្ងៃទៅថ្ងៃខ្លះក៏ទៅព្រឹកចឹងទៅអីចឹងណាមែនតើខ្ញុំមិនដែរថតទេថ្ងៃនេះគឺខ្ញុំក៏ថតចង់ចែករំលែកឲ្យបងប្អូនទាំងគ្នាអាពេលថតហ្នឹងទៅញ៉ាំបានតិចទេអាពេលអត់ថតវិញគឺអីវ៉ាន់ដឹកពីដំពងពូពិបាកថតដែរបងប្អូនទាំងគ្នាគឺថាម្នាក់ឯងដៃកាន់ទូរស័ព្ទថតផងដឹកអីវ៉ាន់ផងគឺមិនស្រួលទេតែធ្វើមិនវាជារឿងធម្មតារបស់ខ្ញុំទៅហើយទម្លាប់មួយទៀតផងខ្ញុំនេះគឺថាខ្ញុំទិញតាមទឹកលុយខ្ញុំយកទៅ100000ឬក៏20000គឺខ្ញុំទិញតាមប៉ុណ្ណឹងអាចទិញលើសនឹងបានហើយគឺខ្ញុំដៃខាត់គឺអត់ចម្ពាក់អ្នកដែលខ្ញុំទិញឡើយប៉ុន្តែគឺខ្ញុំអត់ទាន់អនុវត្តបាននៅពេលដែលគេមកទិញអីវ៉ាន់ខ្ញុំ1000 2000ម្ដង2ដងអីចឹងណាចាំសរុបម្ដងនេះគឺខ្ញុំអត់ទាន់អនុវត្តបានព្រោះខ្ញុំអត់ចង់ឲ្យល្អកអាលុយទិញទូចហ្នឹងហើយក៏ល្អកនឹងគ្នាចង់ឲ្យមកវគ្គគឺទូទាត់មកវគ្គឲ្យហើយអីចឹងណាព្រោះវាមិនច្រើននោះទេបើយើងគិតម្ដងឲ្យហើយទៅក៏វាអត់បញ្ហាដែរហើយសរុបរួមមកបងប្អូនទាំងគ្នាធ្វើការកាត់សដោទៅខាងប្រវត្តិយើងចង់កំងទឹកខ្ញុំអីអាចកំងបានគឺដឹកជូនឲ្យ24ម៉ោងតែម្ដងបើសិនជាខ្ញុំបើកលក់អីចឹងណាអរគុណច្រើនបាយបាយ